អេតតកៈរបស់ព្រះមហាបញ្ថកៈនិងចូលបញ្ថកៈទាំងបងប្អូនពីរនាក់ចូលបញ្ថកៈនឹងជាកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាងចេតោវិវត្តៈនឹងហើយជាសំខាន់សម្រាប់លោកនោះគឺការនិមិត្តកាយដោយមេណោមេយិទ្ធិនិងជំនាញលើភិក្ខុទាំងឡាយគឺលោកអាចនិមិត្តរូបកាយនឹងឯងរូបកាយរបស់លោកនឹងឲ្យបានដល់ទៅ 1000 អង្គបានដែលភិក្ខុដទៃមានមេណោមេយិទ្ធិនឹងគឺរិទ្ធសម្រេចដោយចិត្តទាំងមេណោមេយិទ្ធិមកពីមេណោគឺចិត្តមេយៈប្រែថាសម្រេចអិទ្ធិប្រែថារិទ្ធសម្រេចដោយចិត្តគិតឲ្យកាយហ្នឹងទៅជា2 3អីចឹងបានភិក្ខុដទៃមិនច្រើនដូចជាព្រះថេរៈចូលបញ្ថកៈទេចូលហ្នឹងគឺប្អូនណាទេណាបញ្ថកៈប្រែថាណាលោកកើតនៅតាមផ្លូវបញ្ថកៈប្រែថាផ្លូវហ្នឹងហើយចំណែកបងនោះគឺមហាបញ្ថកៈបណោជើងថនិងកទៀតបញ្ថកៈចូលបញ្ថកៈមហាបញ្ថកៈដែលជាបងហ្នឹងគឺជាកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាងបញ្ញាវិវត្តៈហ្នឹងគឺបញ្ញាដែលប្រព្រឹត្តទៅដើម្បីព្រះនិព្វានដែលរួចផុតចាកវត្តៈនឹងសត្វតែអាស្រ័យឧបនិស្ស័យដែលអ្នកទាំងពីរនឹងធ្លាប់បានបំពេញបុណ្យបារមីអំពីអតីតជាតិមកក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធបតុមត្តរៈទាំងដែលបានជ្រះថ្លាសំទៅតាមឧបនិស្ស័យដែលបានបំពេញមកហ្នឹងជាមួយគ្នានឹងភិក្ខុដែលជាសាវករបស់ព្រះសម្មាសម្ពុទ្ធបតុមត្តរៈហ្នឹងដោយជំនាញហ្នឹងដោយអេតតកៈហ្នឹងជ្រះថ្លាអញ្ចឹងក្នុងកំណើតដែលកើតជាកដុំពីអ្នកបងប្អូនហ្នឹងក៏កាន់យកនៅតំណែងម្នាក់មួយហ្នឹងទៅតាមការជ្រះថ្លាបំពេញបុណ្យកុសលឲ្យសមគួរដល់ការបដិញ្ញាអធិដ្ឋានចិត្តដើម្បីឲ្យសម្រេចបាននៅតំណែងហ្នឹងចឹងទាំងព្រះសម្មាសម្ពុទ្ធអង្គក៏ទ្រង់ព្យាករថានឹងត្រូវបានសម្រេចទឹកមិនមានអន្តរាយទៅតាមការប្រាថ្នានឹងទេគឺត្រូវបានសម្រេចចឹងហ្នឹងមិនជារៀបរាប់អីហូរហែវែងឆ្ងាយអំពីប្រវត្តិអតីតជាតិទេគ្រាន់តែដោយឡែកចំណែកព្រះចូលបញ្ថកៈដែលជាលោកប្អូនហ្នឹងរៀបរាប់ក្នុងសាសនាព្រះពុទ្ធកស្សបៈហ្នឹងលោកបានបួសលោកមានការចេះចាំច្រើននៅព្រះពុទ្ធវចនៈហ្នឹងហើយលោកមានការចម្រើននៅអោទេតកសិនគឺកសិនដែលសម្លឹងនៅពើសមកជាអារម្មណ៍យកពើសនឹងជានិមិត្តអញ្ចឹងប៉ុន្តែមិនបានសម្រេចជាឈានទេមានបឋមឈានជាដើមអីក៏អត់នឹងនៅជាកាមាវចរៈកុសលអញ្ចឹងទៅប៉ុន្តែក្នុងសាសនានៃព្រះពុទ្ធកស្សបៈនឹងដែលលោកបាននិយាយចំអកឡកលើយបន្តបង្អាប់ឲ្យដល់ភិក្ខុមួយអង្គដែលលោកមានបញ្ញាតិចមានការចេះចាំតិចនិងលោកភ្លេចច្រើនលោករៀនព្រះពុទ្ធវចនៈមិនងាយចាំសោះមួយបាតមួយគាថាអីហ្នឹងរាប់តែខែលោកជាយាមទន្ទិញមិនចាំនឹងដែលភិក្ខុដទៃនោះណាហើយចំណែកលោកដែលជាអតីតរបស់ចូលបញ្ថកៈនោះលោកឆ្លាតក្នុងសម័យហ្នឹង
nhập lạt chập chạy chập chấm bàn tay đòi ở nay ca để kể lấy nở miến có mơ nghề lột để riêng còi chạy nặng mơ nghề tới sao tới chùm ọ tới hai giờ ní sẽ lâu từ nâng chồng đôi chân này cứ đòi ở nay có sao là cầm rồi bỏ lột miến có từ cầm tiêu là lột từ nằm vô nơi cầm pi về đĩa để bàn sao chùm ọ ao thì khóc để riêng còi chạy nó cầm pi về đĩa nó lột bàn nằm vô từ phò chọc nông vật đã sẵn sống trong sẵn đàn nơi nông ca này pre sama samput barama kru này dân chẳng ở này ca để pre phê cầu vía pra ông trong con nơi nề vọt về lầu quan nề trong rìa chữ cư mỹ ấy đi ram samay cao nó mấy anh lộc sẽ thầy nơi nề trong rìa chữ cư nâng đài hãy có miền cồn sài chả nè tuần té khăn bần đa cồn sài nắng miền cồn sài mùi nô có bàn lùi lẹ sờ lạnh nẹ bầm ra trọc rồi bỏ lộc sẽ thay nâng ca để lùi lẹ sờ lạnh để chẳng tới còn nực hơi thả ca đi mình ai đầm bay lẹ bàn thế một tài ở tục mà đai bàn đằng hai chẳng cao để lâu bàn đằng hai một tài cặp dân chừng trăm dân hai có khi là tiền khi nặng được cho nó cứ thà rương được cái nông lột nên về mình ai miền thì cái đây sập ba vậy nè để mình tự tôi kia lên thì cái đây tục thì pro thì cái đây sập bài nên mình nên chịu bà rồng mà sập bài nơi khăn âm na cho đập bo chỉ riệp chỉ thị sập bài nơi khăn chùm non rồi bo mặt chỉ riệp sập bài đây mình ai ruột ruồi âm pi thì cái đây tục nâng panya ha còn vào đòi dạng tra nằmอย่างนั้นโดยเชี่ยสิทธิธิดาเนกรองเรียจะกรึงจังได้บานประพฤติเพื่อในอำเภอสกอมสกงขนมวงตระกูลนั่งประเพณีจังได้อำนาจโลภะได้อำนาจการจอบจุ่มเปะขนมรูปสำเร็จคลันรอพัดขับเปะบารอสตรีไอ้นั่งจังก็mình đăng chia thả trời phơ dạng na pro thả pro prết cần đòn từ hai pro hai để luôn anh lần gòn khai chỉ bọc quên mình chle chỉ bọc quên áp ép trả nhá đang chẳng tới có sạch siêu khné bọc bay bọc bùa khné pi nẹ đó nè pi nẹ để bọc prết khóc đó nè để bọc prết tích chỉ đất đó nè rót chân nhầm tí cầm rìa chỉ cực nặng chẳng tới ban từ nơi khăn tí đã xong cù tiền trong cần lãnh để ngài phật âm tí và phụ nhiệt tay bàn tay buộc này sẽ trây nâng tiền buộc này sẽ trây nâng ai tầm đây chết ti sray chết ti bà đại sanh thị này bọc cơ đại cao máu khăn bạch hay mà triệt bàn đây cứ triệt trong cào này cứ thả ca để miền tăng cua hãy miền cua nâng chặt có nực đo miệt đà đầy đà chỉ vì xe cứ nực mà đai mình đang cho thả ca của sốt bậc nâng lùm bạ giang na mà hãy có chơi theo bộ bố và mây nắng đầm bấy mọc tiệt và mây thôi mây tầng hiền màu và anh thoát huân chăm có chơi theo thà chăm ngày sải chăm khám sải ấy chân tới rồi hốt to tới cua nó chặt mền tên cua nó chặt mền tên phê gì to mình bàn tiền đâm thật và mây mình hiền đầm bấy thôi đầm nào từ trong rìa chữ cư
នៅពេលដែលស្វាមីមិនបាននៅផ្ទះក៏ដាំបាយទុកដាក់នៅក្នុងផ្ទះនឹងរៀបចំទុកឲ្យស្វាមីមកពេលនឹងអញ្ចឹងទៅក្តំអ្នកចិត្តខាងថាខ្ញុំទៅកម្មត្រកូលហើយក៏ធ្វើដំណើរមកតែឯងមកស្វាមីមកអំពីប្រកបកិច្ចការងារមិនឃើញភរិយាក៏សួរដល់អ្នកចិត្តខាងមិនតាន់ទាំងបានបរិភោគអាហារផងដឹងតំណឹងអញ្ចឹងក៏វឹងតាមក្រោយមកក៏បានមកជួបនៅតាមផ្លូវហ្នឹងក្នុងពេលហ្នឹងដែលមិនអាចធ្វើដំណើរទៅមុខទៀតបានពីព្រោះកើតពេលវេលាដែលត្រូវប្រសូតបុត្រនោះក៏មកដល់កាលដែលកូនហ្នឹងកើតហើយកិច្ចដែលត្រូវទៅរកម៉ែរកឪនោះក៏វាជាប់ត្រឡប់មកទីកន្លែងដើមវិញជាមួយស្វាមីទៅក៏ខានបានទៅហ្នឹងបានកូនប្រុសមួយដាក់ឈ្មោះថាបន្ថកៈដោយប្រពទៅលើថាកូនយើងហ្នឹងកើតនៅតាមផ្លូវក៏ដាក់ឈ្មោះតម្រូវទៅតាមការកើតហ្នឹងទៅហ្នឹងប្រហែលឆ្នាំក្រោយមកទៀតមកក៏បានកូនមួយទៀតការដែលបានកូនមួយទៀតហ្នឹងក៏មានទំនួងដូចជាកូនបងចឹងដែរដែលត្រូវធ្វើដំណើរតាមផ្លូវមករកពពួកញាតិហើយក៏ត្រូវប្រសូតបុត្រនៅតាមផ្លូវនឹងហើយក៏ត្រឡប់ទៅទីកន្លែងវិញទៅកិច្ចដែលត្រូវទៅរកមេដាបិតានោះពុំតាន់បានសម្រេចទេដល់តែមានកូនពីរកើតតាមផ្លូវអញ្ចឹងក៏ដាក់ឈ្មោះកូនបងហ្នឹងថាមហាបន្ថកៈហើយកូនប្អូនហ្នឹងចូលដាក់បន្ថកៈទៅហើយក៏នៅលេងជាមួយអ្នកភូមិអ្នកផងក្មេងៗដូចគ្នាហ្នឹងកូនចៅហ្នឹងអញ្ចឹងទៅចម្រើនក្តីធំទៅលេងទៅមហាបន្ថកៈហ្នឹងចិត្តទៅលឺគេហៅតាហៅយាយហៅតាហៅយាយអីចឹងទៅខ្លួនឯងហ្នឹងមិនដឹងតាយាយនៅឯណាវាអត់តាយាយហៅនឹងគេក៏ចិត្តទៅសួរម្ដាយក៏បានប្រាប់កូននឹងថាតាយាយរបស់កូនមានដែរតានៅក្រុងរាជក្រឹស្ននឹងតានោះឈ្មោះធនៈសិទ្ធិប្រាប់ថាជាសិទ្ធិទៅឈ្មោះធនៈសិទ្ធិជាដូនអីនៅសពថ្ងៃហ្នឹងអញ្ចឹងទៅឧបនិស្ស័យនៃអ្នកតកូលពងខ្ពស់ចេះតែមានការនឹកអឡោះអាល័យសំដីទៅជាដូនជាតាមិនដែលបានជួបមិនដែលបានស្គាល់ហ្នឹងក៏ចិត្តតែចង់ជួបចង់ស្គាល់ចង់ហៅតាហៅយាយដូចគេនឹងឃើញកូនអស់គេមានតាមានយាយអញ្ចឹងខ្លួនឯងអត់មាននឹងអញ្ចឹងទៅប៉ុន្តែម្ដាយមិនបានរៀបរាប់ប្រាប់ដំណើរការដែលខ្លួនប្រព្រឹត្តឆ្កំឆ្គងរត់ចេញមកទេមិនបានប្រាប់ឲ្យកូនដឹងដែរដឹងចឹងដល់តែកូនធំដឹងក្តីគ្រាន់ទៅទាំងបងទាំងប្អូនហ្នឹងក៏រយៈកាលច្រើនឆ្នាំកន្លងទៅក៏នឹកឃើញថាការខឹងក្រោធរបស់ពុកម្ដាយយើងពពួកញាតិយើងក៏គង់តែមានការធូរស្រាលខ្លះហើយណែមួយកូនហ្នឹងចេះតែដុកដាល់រកគួនដើម្បីថាចង់បានទៅជួបលោកតាលោកយាយនោះនឹងដល់អញ្ចឹងក៏បានបបួលស្វាមីនឹងម្ដងទៀតជាលើកទី3ដើម្បីមកកាន់ក្រុងរាជក្រឹស្នស្វាមីនឹងក៏សន្យាថាជូនដំណើរនាងទៅចោះប៉ុន្តែមិនហ៊ានទៅជួបមុខលោកសេដ្ឋីទេគឺថានៅខាងជាយភូមិមិនចូលទៅឡើយនាងប្រពន្ធក៏សុខចិត្តហើយក៏ធ្វើដំណើរដោយដំណើរដើរក៏វែងឆ្ងាយរហូតទៅដល់ផ្លូវចូលទៅកាន់ភូមិហ្នឹងក៏មានសាលាសំណាក់ក៏ឈប់នៅក្នុងសាលាសំណាក់ហ្នឹងចឹងទៅប្តីនៅចាំនឹងសាលាសំណាក់ហ្នឹងភរិយានាងក៏នាំកូនទាំងពីរហ្នឹងធ្វើដំណើរចូលទៅហើយខ្លួនឯងក៏ខ្លាចដែរនឹងពិតមែនតែពុកម្ដាយបង្កើតមែនប៉ុន្តែកំហុសរបស់ខ្លួនហ្នឹងធំណាស់តែប្រព្រឹត្តទ្រុសតកូលនឹងមិនរក្សាវងត្រកូល
បាក់មុខបាក់មាត់ឪពុកម្ដាយដែលជាសិទ្ធិអ្នកមានវងត្រកូលពងពោះម្ល៉េះហើយក៏នៅបងឯបងអង្គរេរានឹងចឹងទៅក៏ឃើញមានអ្នកស្គាល់ចឹងក៏ផ្ដាំដំណឹងទៅពុកម្ដាយថាបានកូន2នាក់ដើម្បីសុំមកនៅជាមួយនឹងលោកឪពុកអ្នកម្ដាយវិញដោយការប្រព្រឹត្តខុសស្គមឆ្គងយ៉ាងណាសូមលោកអ្នកដែលមានគុណនឹងអធិស្ឋានអភ័យទោសយ៉ាងនេះទៅនោះចឹងទៅនឹងអ្នកស្គាល់នឹងក៏អាណិតសំណោះនាំយកដំណឹងនឹងទៅជម្រាបលោកសេដ្ឋីលោកសេដ្ឋីគាត់វាគ្រាន់តែកាត់បន្ថយនៅការខំក្រោធព្រោះវាយូរឆ្នាំប៉ុន្តែតែនៅងុំនៅចាំរឿងដែលគាត់ខ្មាស់គេហ្នឹងព្រោះលេចលឺសុខសាយក្នុងភូមិក្នុងស្រុកម្ល៉េះហើយគាត់ថាមិនអាចជួបមុខមនុស្សទាំងពីរនឹងបានទេមិនអាចថាមនុស្សទាំងពីរនឹងមកកាន់ក្រសែភ្នែករបស់យើងបានគាត់ថាបាច់ខាតមិនអាចដើម្បីយើងមើលឃើញអ្នកទាំងពីរនឹងតទៅទៀតបានហើយគាត់ក៏រៀបចំអីវ៉ាន់មួយចំនួននឹងម្ដាយនឹងដឹងថាពុកនឹងមិនអាចដើម្បីទទួលកូនមកវិញអញ្ចឹងក៏រៀបចំអីវ៉ាន់មួយចំនួនហ្នឹងបញ្ជូនទៅដើម្បីឲ្យនាងហ្នឹងទៅរស់នៅតាមយថាកម្មទៅប៉ុន្តែសូមឲ្យនាំចៅពីរហ្នឹងយកមកហ្នឹងក៏បានបញ្ជូនអ្នកដែលអាចពឹងពាក់បានហ្នឹងឲ្យទៅនាំចៅពីររបស់គាត់នឹងយកមកហើយបញ្ជូនអ្នកទាំងពីរហ្នឹងឲ្យទៅដោយឲ្យទ្រព្យសម្បត្តិល្មមតែអាចរស់នៅបាននោះនឹងលោកសេដ្ឋីគាត់មានអធ្យាស្រ័យក្នុងព្រះពុទ្ធសាសនាគោរពព្រះសាស្តាគាត់តែងតែអញ្ជើញទៅវត្តស្ដាប់ធម៌ស្ដាប់អាជានិច្ចជាកាលនោះហើយគាត់អាចបានសម្រាលនៅសេចក្តីទុក្ខតាមផ្លូវចិត្តរបស់គាត់មិនសូវជាខ្មាស់គេពេកទេដោយសារតែមានព្រះធម៌ជួយនឹងជាធម្មតាពុកម្ដាយខ្មាស់គេណាស់ទៀតដែលមានកូនជាពិសេសកូនស្រីអីហ្នឹងដែលខំស្រឡាញ់ថ្នាក់ថ្នមដូចបងថែរក្សាសពគ្រប់ប្រការប៉ុន្តែថាដល់វាមានរឿងហេតុការណ៍អញ្ចឹងកើតឡើងគឺមិនថាពុកណាពុកណីទេដែលមានប្រពៃណីរក្សាវង្សត្រកូលយ៉ាងហ្នឹងគឺតែងតែមានការអៀនខ្មាស់ដល់អ្នកផងទាំងពួងការខឹងក្រោធនោះទៅតាមកម្លាំងនៃទោសៈមូលចិត្តនឹងចឹងប៉ុន្តែដោយសារថាគាត់អាស្រ័យព្រះធម៌ដែលបានស្ដាប់ញឹកញាប់រឿយមកគាត់ក៏កាត់បន្ថយនៅការអៀនខ្មាស់ព្រោះយល់ឃើញថាវាជាទោសរបស់វត្តដាក់ជារឿងដែលព្រឹត្តទៅតាមច្បាប់នៃធម្មជាតិនឹងយ៉ាងណាគាត់ក៏អាចមានព្រះធម៌នឹងឯងលួងលោមសន្តាននៃចិត្តរបស់គាត់ឲ្យយល់ទៅលើសភាពពិតនៃសភាវៈធម៌ទាំងដោយអាស្រ័យព្រះពុទ្ធសាសនាម្ល៉េះបានជាថាគាត់តែងតែអញ្ជើញទៅវត្តរាល់ថ្ងៃនៅនាវត្តវេលវត្តនឹងដើម្បីស្ដាប់ព្រះធម៌ហើយចំណែកចៅច្បងនោះគឺមហាបណ្ឌកៈនឹងក៏បានតោងដៃជីតានឹងធ្វើដំណើរទៅវត្តជានិច្ចកាលរាល់ថ្ងៃដែរស្ដាប់ធម៌បានខ្លះមិនបានខ្លះអីយ៉ាងណាប៉ុន្តែអធិស្ឋានឧបនិស្ស័យមានក៏ជ្រះថ្លានឹងការបួសពេលមួយនោះក៏សុំលោកតាថាលោកតាចៅចង់បួសនឹងលោកតាគ្រាន់តែបានឮថាចៅនឹងចង់បួសប៉ុណ្ណឹងគាត់សប្បាយចិត្តគាត់